ចំពោះ11កាលព្រះយេស៊ូវបានផ្ដាំពួកសិស្សទាំង12នាក់រួចហើយនោះទ្រង់ក៏យាងចេញពីទីនោះដើម្បីនឹងទៅបង្រៀនហើយសម្ដែងក្នុងអស់ទាំងក្រុងរបស់គេរីឯយ៉ូហានដែលជាប់នៅក្នុងគុកគាត់បានឮពីការទាំងប៉ុន្មានដែលព្រះគ្រីស្ទទ្រង់ធ្វើហើយក៏ចាត់សិស្សគាត់2នាក់ឲ្យទៅទូលសួរទ្រង់ថាតើទ្រង់ជាព្រះអង្គដែលត្រូវយាងមកនោះឬត្រូវឲ្យយើងខ្ញុំចាំមួយអង្គទៅទៀតព្រះយេស៊ូវទ្រង់មានបន្ទូលតបថាចូលទៅប្រាប់យ៉ូហានពីសេចក្តីទាំងប៉ុន្មានដែលអ្នកកំពុងតែឮហើយឃើញចុះគឺថាមនុស្សខ្វាក់បានភ្លឺមនុស្សខ្វិនបានដើររួចមនុស្សខ្លងបានជាស្អាតមនុស្សថ្លង់បានឮមនុស្សស្លាប់បានរស់ឡើងវិញហើយមនុស្សទាល់ក្របានឮដំណឹងល្អផងមានពរហើយអ្នកណាដែលមិនរវិតចិត្តដោយព្រោះខ្ញុំកំពុងដែលអ្នកទាំងពីរនោះចេញទៅហើយនោះព្រះយេស៊ូវទ្រង់ផ្ដើមមានបន្ទូលនឹងវងមនុស្សពីយ៉ូហានថាតើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថានបានទៅមើលដើមត្រែងរុញជួយដោយខ្យល់ឬអីតើបានទៅមើលអ្វីបានទៅមើលមនុស្សពាក់អាវទន់ភ្លុនឬអីមើលអស់អ្នកដែលពាក់អាវទន់ភ្លុននោះសុទ្ធតែនៅក្នុងដំណាក់ស្ដេចទេចុះអ្នករាល់គ្នាបានទៅមើលអ្វីមើលហោរាឬអីមែនហើយខ្ញុំប្រាប់អ្នករាល់គ្នាថាគាត់ក៏លើសជាងហោរាផងត្បិតគឺពីអ្នកនេះហើយដែលមានសេចក្តីចែងទុកមកថាមើលអញចាត់ទូតអញឲ្យទៅមុនឯងទូតនោះនឹងរៀបចំផ្លូវនៅមុខឯងខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាក្នុងបណ្ដាមនុស្សដែលកើតពីស្ត្រីមកនោះគ្មានអ្នកណាបានធំជាងយ៉ូហានបាបទីស្ទេប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌នោះធំជាងគាត់ហើយតាំងតែពីគ្រាយ៉ូហានបាបទីស្តដរាបដល់គ្រាឥឡូវនេះនោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផងពីព្រោះអស់ទាំងហោរានិងក្រឹតវិន័យបានទាយដរាបមកដល់គ្រាលោកយ៉ូហានហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះនោះគឺលោកនេះហើយជាលោកអេលីយ៉ាដែលត្រូវមកអ្នកណាដែលមានត្រចៀកសម្រាប់ស្ដាប់ឲ្យស្ដាប់ចុះតើត្រូវឲ្យខ្ញុំធៀបដំណរមនុស្សនេះជាអ្វីគឺធៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារដែលស្រែកទៅគ្នាវាថាយើងបានផ្លុំខ្លុយឲ្យឯងតែឯងមិនបានរាំយើងបានទួញទំនួញឲ្យឯងតែឯងមិនបានយំទេត្បិតយ៉ូហានបានមកមិនស៊ីមិនផឹកសោះតែគេថាគាត់មានអរិយចូលឯកូនមនុស្សបានមកទាំងស៊ីទាំងផឹកផងគង់តែគេថាមើលនេះជាអ្នកល្មមស៊ីផឹកច្រើនជាមិត្តសម្លាញ់របស់ពួកយកពន្ធនិងមនុស្សមានបាបប៉ុន្តែប្រាជ្ញាបានរាប់ជាត្រូវដោយផលដែលបង្កើតនោះទ្រង់ចាប់តាំងបន្ទោសដល់អស់ទាំងក្រុងជាកន្លែងដែលទ្រង់បានធ្វើការឫទ្ធិបារមីជាច្រើនពីព្រោះគេមិនបានប្រែចិត្តសោះគឺទ្រង់មានបន្ទូលថាវេទនាដល់ឯងខូរ៉ាស៊ីនអើយវេទនាដល់ឯងបេតសៃដាអើយពីព្រោះឯការឫទ្ធិបារមីដែលបានធ្វើនៅកណ្ដាលឯងបើបានធ្វើនៅកណ្ដាលក្រុងទីរុសនិងស៊ីដូនវិញនោះគេនឹងបានប្រែចិត្តជាយូរមកហើយទាំងស្លៀកសម្ពុតថ្មីហើយប្រលាំងដោយផេះផងប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថានៅថ្ងៃជំនុំជម្រះក្រុងទីរុសនិងក្រុងស៊ីដូននឹងទ្រាំបានងាយជាជាងឯងរាល់គ្នាហើយឯងកាពឺនឹមអើយដែលឯងបានដំកើងឡើងស្មើនឹងស្ថានសួគ៌ហើយឯងនឹងត្រូវទម្លាក់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញពីព្រោះឯការឫទ្ធិបារមីដែលបានធ្វើនៅកណ្ដាលឯងបើបានធ្វើនៅក្រុងសូដុំវិញនោះក្រុងគេនឹងបានស្ថិតស្ថេរនៅដរាបដល់សព្វថ្ងៃនេះដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថានៅថ្ងៃជំនុំជម្រះនោះក្រុងសូដុំនឹងទ្រាំបានងាយជាជាងឯងនៅវេលានោះព្រះយេស៊ូវទ្រង់មានបន្ទូលថាឱព្រះវរបិតាជាព្រះអម្ចាស់នៃស្ថានសួគ៌និងផែនដីអើយទូលបង្គំសរសើរដល់ទ្រង់ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញហើយនឹងពួកឆ្លៀសវៃតែបានសម្ដែងឲ្យពួកកូនក្មេងយល់វិញនឹងហើយព្រះវរបិតាអើយត្បិតទ្រង់បានសពព្រះហឫទ័យយ៉ាងដូច្នោះគ្រប់សេចក្តីទាំងអស់បានប្រគល់មកខ្ញុំពីព្រះវរបិតានៃខ្ញុំហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេមានតែព្រះវរបិតាតែមួយក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរមានតែព្រះរាជបុត្រាហើយនឹងអ្នកណាដែលព្រះរាជបុត្រាសពព្រះហឫទ័យចង់បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះអស់អ្នកដែលនឿយព្រួយហើយទុក្ខធ្ងន់អើយចូលមកឯខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាកចូលទទួលនឹមខ្ញុំហ
ហើយរៀននឹងខ្ញុំចុះត្បិតខ្ញុំស្លូតហើយមានចិត្តសុភាពនោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹងពីព្រោះនឹមខ្ញុំងាយទេហើយបន្ទុកខ្ញុំក៏ស្រាល